ខ្ញុំឈ្មោះបាំសុផាកើតនៅថ្ងៃទី15ខែមេសាឆ្នាំ1973ក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលឪពុកឈ្មោះបាំមុតម្ដាយឈ្មោះប៉ុលហ៊ួននៅខែធ្នូឆ្នាំ1974ខ្ញុំមានបងស្រី2នាក់កាលនោះម្នាក់មានអាយុ17ឆ្នាំម្នាក់ទៀតអាយុ11ឆ្នាំនិងបងប្រុសម្នាក់អាយុ13ឆ្នាំឪពុកម្ដាយខ្ញុំស្លាប់អស់ហើយឪពុកខ្ញុំស្លាប់នៅក្នុងឆ្នាំ1974ម្ដាយខ្ញុំស្លាប់ក្រោយខ្ញុំមិនដឹងថាម្ដាយខ្ញុំស្លាប់នៅពេលណាហើយដោយមូលហេតុអ្វីឡើយខ្ញុំសូមជម្រាបជូនបងស្រីបងប្រុសនិងញាតិសន្តានរបស់ខ្ញុំផងថាខ្ញុំបានជួបមុខអ្នកទាំងអស់ជាលើកចុងក្រោយនៅខែធ្នូឆ្នាំ1974នៅបន្ទាយទាហានតាខ្មៅខេត្តកណ្ដាលគិតមកដល់បច្ចុប្បន្នមានរយៈពេលជិត28ឆ្នាំហើយកាលនោះខ្ញុំមានអាយុ20ខែដូច្នេះខ្ញុំមិនអាចចាំមុខបងប្អូនបានទេម្ដាយខ្ញុំចិញ្ចឹមខ្ញុំតែងតែប្រាប់ខ្ញុំឲ្យចេះរក្សាតម្លៃជាបងប្អូនរៀងរហូតមកខ្ញុំមិនស្គាល់ឈ្មោះបងប្អូនទាំងអស់ព្រោះឯកសារបានបាត់បង់អស់ទៅហើយខ្ញុំនៅសល់តែសម្បត្តិកំណើតរបស់ខ្លួនឯងតែប៉ុណ្ណោះបច្ចុប្បន្នខ្ញុំរស់នៅប្រទេសអូស្ត្រាលីខ្ញុំមកដល់ប្រទេសអូស្ត្រាលីនៅខែកុម្ភៈឆ្នាំ1975បងស្រីបងប្រុសដឹងទេថាខ្ញុំស្វែងរកអ្នកទាំងអស់គ្នាតាំងពីឆ្នាំ1975មកម្លេះតាំងពីពេលដែលជនភៀសខ្លួនខ្មែរបានចាប់ផ្ដើមរត់មកប្រទេសថៃម្នាក់និយាយប្រាប់រឿងរ៉ាវនៅជាច្រើនដ៏គួរឲ្យព្រឺព្រួចរបស់គេរៀងៗខ្លួនអំពីអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជាក្រោមរបបប៉ុលពតប៉ុន្តែធ្វើដោយម្ដេចទើបបងស្រីបងប្រុសបានដឹងអំពីខ្ញុំឈ្មោះឪពុកម្ដាយរបស់យើងមានបិទនៅការិយាល័យភ្នាក់ងារស្វែងរកគ្រួសារនៅតាមព្រំដែនថៃខ្ញុំសង្ឃឹមថាបងប្រុសបងស្រីឬបងប្អូនណាម្នាក់ប្រកាសជាឆ្លងកាត់ព្រំដែនហើយឃើញឈ្មោះខ្លួនឯងជាមិនខានប៉ុន្តែជាអកុសលគ្មានបងប្អូនណាម្នាក់មកទេទោះជាយ៉ាងណាខ្ញុំក៏មិនបានបោះបង់ការព្យាយាមនេះដែរឈ្មោះឪពុកម្ដាយរបស់យើងមានបិទនៅកាកបាទក្រហមភ្នំពេញសពថ្ងៃនេះម្ដាយចិញ្ចឹមរបស់ខ្ញុំនិងរូបខ្ញុំផ្ទាល់បានមកប្រទេសកម្ពុជានៅខែមេសាឆ្នាំ2002ហើយបានឃើញសប្បុរសជនជាច្រើនបានជួយរកក្រុមគ្រួសាររបស់យើងតើបងស្រីបងប្រុសមានស្គាល់ខ្ញុំទេពេលដែលយើងបែកគ្នានៅរដូវរងាត្រូវនឹងខែធ្នូឆ្នាំ1974ឥឡូវនេះខ្ញុំសូមរៀបរាប់ដំណើររឿងរបស់ខ្ញុំតាមរយៈក្រសែភ្នែករបស់ម្ដាយចិញ្ចឹមខ្ញុំម្ដាយចិញ្ចឹមរបស់ខ្ញុំបានមកប្រទេសកម្ពុជាដើម្បីសុំក្មេងស្រីម្នាក់យកទៅចិញ្ចឹមនៅប្រទេសអូស្ត្រាលីនៅពេលមកដល់ប្រទេសកម្ពុជាម្ដាយចិញ្ចឹមខ្ញុំរកមិនបានក្មេងស្រីសោះប៉ុន្តែគឺរូបខ្ញុំនេះតែម្ដងដែលគាត់មករកមនុស្សដែលស្នាក់នៅជាមួយម្ដាយធររបស់ខ្ញុំបានចេញទៅបន្ទាយទាហាននៅតាខ្មៅដើម្បីថតកុននៅតាខ្មៅមេបញ្ជាការយោធាម្នាក់បានដើរសម្ដៅរថយន្តរបស់អ្នកថតភាពយន្តហើយបានប្រាប់អ្នកទាំងនោះថាគាត់មានគ្រួសារកំព្រាមួយសូមឲ្យពួកគេយកគ្រួសារនោះទៅរស់នៅប្រទេសអូស្ត្រាលីផងមេបញ្ជាការរូបនោះនិយាយថាជីវិតរបស់គ្រួសារនេះលំបាកណាស់សឹងតែមិនអាចរស់បានផងហើយថែមទាំងមានក្មេងដែលកំពុងតែមានជំងឺគ្រួសារនោះគឺយើងទាំង4នាក់នេះឯងខណៈនោះបងស្រីរបស់ខ្ញុំចេញទៅក្រៅមិនបាននៅស្ដាប់ការពិភាក្សានោះទេនៅសល់តែបងប្រុសនិងរូបនាងខ្ញុំតែប៉ុណ្ណោះមានការជជែកគ្នាយ៉ាងយូរអំពីអនាគតរបស់បងប្អូនខ្ញុំទាំងអស់គ្នាពួកគេត្រូវតែបានទទួលការអនុញ្ញាតពីបងស្រីរបស់ខ្ញុំជាមុនសិនទើបអាចយកខ្ញុំទៅចិញ្ចឹមនៅអូស្ត្រាលីបានពួកគេនឹងត្រឡប់មកបន្ទាយម្ដងទៀតនៅវេលាល្ងាចដើម្បីសុំការអនុញ្ញាតពីបងស្រីរបស់ខ្ញុំបងស្រីខ្ញុំមានការស្ទាក់ស្ទើរមិនចង់ឲ្យខ្ញុំទៅគេចិញ្ចឹមទោះបីជាបរិះម្នាក់ទទួលបន្ទុកក្មេងកំព្រានិងអ្នកដទៃទៀតចេះតែព្យាយាមប្រាប់គាត់ថានេះជាដំណោះស្រាយដ៏ល្អយ៉ាងណាក៏ដោយគាត់មិនចង់បែកពីខ្ញុំឡើយប៉ុន្តែក្រោយពីមានការបញ្ចុះបញ្ចូលជាច្រើនគ្នាថានេះជាផ្លូវដ៏ល្អបំផុតសម្រាប់បងប្អូនទាំងអស់គ្នារួចមកបងស្រីក៏យល់ព្រមប្រគល់ឲ្យខ្ញុំទៅគេព្រមទាំងប្រគល់នៅសម្បត្តិកំណើតរបស់ខ្ញុំផងអ្នកថតកុនគឺជាអ្នកកាសែតដែលធ្វើការជាមួយនឹងស្ថានីយទូរទស្សន៍មួយនៅសហរដ្ឋអាមេរិកគាត់ក៏បានសុំឲ្យមនុស្សម្នាក់ដែលមកមើលពពកប្រពន្ធនោះងាកទៅឆ្វេងងាកទៅមកខាងទើបគាត់អាចថតកុនបានបងប្រុសរបស់ខ្ញុំដែលមានការភ័យខ្លាចបានពោខ្ញុំទៅឈរនៅទី1ដែលគេឆ្ការព្រៃរួចហើយកាលនោះខ្ញុំមានអាយុ20ខែក៏ពិតមែនប៉ុន្តែមើលទៅដូចទើបតែមានអាយុ6ខែប៉ុណ្ណោះខ្ញុំមានរោគរលាកទងសួតខ្ញុំដកដង្ហើមថប់ដោយមនុស្សកាត់ហឺតទឹកភ្នែកហូររហាមឥតឈប់ប្រឡាក់ប្រឡូកពេញផ្ទៃមុខកាលនោះក្មេងដែលមានអាយុលើសពី5ឆ្នាំមិនបានទទួលការអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសទេក្រោយពេលពិភាក្សាគ្នាយ៉ាងយូរមកក៏សម្រេចថាគេអាចយកខ្ញុំទៅចិញ្ចឹមនៅប្រទេសអូស្ត្រាលីបានចំណែកបងប្រុសនិងបងស្រីរបស់ខ្ញុំត្រូវរងចាំពី3សប្តាហ៍ទៀតទើបបានមកភ្នំពេញហើយនឹងស្នាក់នៅក្នុងផ្ទះមួយសម្រាប់ក្មេងៗដែលគ្រប់គ្រងដោយជនជាតិអូស្ត្រាលី2នាក់ប្តីប្រពន្ធខ្ញុំជួយធ្វើកិច្ចការនៅផ្ទះចំណែកឯបងប្រុសទៅសាលារៀន
ទំនុកបំរុងបែបនេះចេះតែប្រព្រឹត្តទៅរហូតដល់ពេលមានរបៀបរបបធ្វើទិដ្ឋាការថ្មីពេលនោះហើយដែលបងប្អូនរបស់ខ្ញុំមានសង្ឃឹមថាអាចធ្វើដំណើរមកប្រទេសអូស្ត្រាលីដើម្បីរស់នៅជាមួយខ្ញុំប៉ុន្តែនៅផ្ទះសម្រាប់កុមារគ្មានកន្លែងទំនេរសម្រាប់ដាក់មនុស្សបន្ថែមដូច្នេះបងប្អូនរបស់ខ្ញុំត្រូវរងចាំពី3សប្តាហ៍ទៀតនៅទីនោះសុទ្ធតែកូនក្មេងដែលមានអាយុក្រោម3ឆ្នាំកំពុងរងចាំទិដ្ឋាការចេញទៅប្រទេសអូស្ត្រាលីលុះមានការចេញដំណើរជាបណ្ដាទើបបងស្រីបងប្រុសរបស់ខ្ញុំអាចចូលទៅស្នាក់នៅក្នុងផ្ទះនោះបានទម្រាំតែគាត់បានចូលក្នុងផ្ទះនោះរូបខ្ញុំបានមកដល់ប្រទេសអូស្ត្រាលីស្រេចទៅហើយខ្ញុំដឹងថាប្រមាណ1សប្តាហ៍ក្រោយមកមនុស្សមកពីផ្ទះកុមារបានយកអង្គរមួយបាវមកឲ្យបងប្អូនខ្ញុំនៅបន្ទាយទាហានតាខ្មៅអ្វីបានប្រែប្រួលអស់រលីងដោយសារការវាយលុកដោយពួកខ្មែរក្រហមនៅថ្ងៃចូលឆ្នាំថ្មីអ្នកធ្វើការនៅឯផ្ទះកុមារត្រូវតែខំប្រឹងរត់ទិដ្ឋាការឲ្យបានរហ័សដើម្បីចេញដំណើរឲ្យបានរស់រានខ្ញុំនិងក្មេងក្នុងផ្ទះកុមារបានចាក់ចេញពីទីក្រុងភ្នំពេញឆ្ពោះទៅប្រទេសអូស្ត្រាលីនៅខែកុម្ភៈឆ្នាំ1975ពីសប្តាហ៍ក្រោយមកអ្នកធ្វើការនៅផ្ទះកុមារមានបំណងវិលត្រឡប់ទៅបន្ទាយទាហាននៅតាខ្មៅនិងចង់យកបងស្រីបងប្រុសរបស់ខ្ញុំមកភ្នំពេញជាអកុសលគ្មានថ្ងៃនោះសោះចាប់តាំងពីពេលនោះមកខ្ញុំរងចាំបងប្រុសបងស្រីជារៀងរហូតខ្ញុំគិតថាមូលហេតុមួយដែលយើងរកបានឃើញបងគឺថាបងមិនដឹងថាយើងកំពុងតែស្វែងរកបងឡើយ28ឆ្នាំក្រោយមកខ្ញុំមិនសូវចាំរឿងរ៉ាវទាំងនោះទៀតឡើយសពថ្ងៃខ្ញុំមានក្រុមគ្រួសារហើយខ្ញុំរៀបការជាមួយនឹងបរិសុទ្ធជនជាតិអូស្ត្រាលីនិងមានកូនប្រុស3នាក់កូនបងមានអាយុ7ឆ្នាំកូនបន្ទាប់អាយុ4ឆ្នាំនិងកូនក្រោយមានអាយុ3ឆ្នាំខ្ញុំខិតខំចិញ្ចឹមបីបាច់កូនទាំង3ឲ្យមានអំណួតដែលខ្លួនជាផ្នែកមួយនៃជាតិខ្មែរនិងមានអំណួតចំពោះវប្បធម៌របស់ខ្មែរខ្ញុំសង្ឃឹមថាបងស្រីឬបងប្រុសទាំងអស់កំពុងទៅរស់នៅក្នុងប្រទេសកម្ពុជាហើយបានមើលអត្ថបទដែលខ្ញុំសរសេរនេះបើមិនបានឃើញខ្លួនឯងក៏មិត្តភ័ក្តិប្រាប់ដែរធ្វើដូច្នេះទើបខ្ញុំអាចរកឃើញនៅគ្រួសាររបស់ខ្ញុំអតីតកាលរបស់ខ្ញុំនិងដឹងអំពីជីដូនជីតារបស់ខ្ញុំម្ដាយចិញ្ចឹមរបស់ខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំទៅតាមខេត្តដែលខ្ញុំកើតគឺខេត្តកណ្ដាលដូច្នេះឈ្មោះរបស់ខ្ញុំសពថ្ងៃគឺកណ្ដាល Robinson សំព្រុក